bằng dương ní cái một thằng bật bệnh chỉ chân thì dùng đấy cũng còn ăn mười cái hai khăn được tay thằng lời bằng dương ní cái ra thằng bật bệnh chỉ closing entry từ ban vừa là người chồng kia đi trong ca này phải để sai tới vừa sâu nơi cái này đi để bật chắc chi thì dùng mình đấy nhưng khơi những cái ba cũng còn ăn sinh khai bao nhiêu mà cái thằng khăn đấy cái năng bật bệnh chỉ cái bật asma ấy mà mới bật asma cái và cứ bật asma sâu nơi cái này là thằng bật chân hàng sau đấy chia đầm là cá với con đi về vị trí bao nhiêu sầm rạp ăn và bắt bệnh trí nhiên quân chủng hiện đôi hàng sau chân là bắt bệnh trí trang ăn tam vị trí chủng đôi quân chủng hiện đôi hàng sau và chủng nhân tinh với cứ con là đi vào sinh khai sẵn để lên với cùng rốn nơi slide tập toàn cái tôi vừa làm hai cá trang quân chủng hiện đi chủng nhân tinh với cả những bắt cái này đi chủng nấu cho nấu cái này đi chủng nấu sinh khai chỉ biết bật chạy cái bao nhiêu cái pra cái là clock on đi bên ngoài không thôi không sao mà đi dạng khảo chân những khơi nhất trên dùng ở đây nó ngay thằng lớn cái ba khăn bắt cái đèn đi cái đèn đấy cứ sầm lại từ lưng trong cái đèn đây là miền thằng âm miền màn prophet cái đèn đây thằng âm miền màn trong nó có màn prophet và miền pram prophet thì mỗi miền là sát thì miền liability thì mấy miền owner equity thì bốn thì vận dụng hay là thì pram expand chắc trong cái đèn đấy cái này cái pram miền hai cái đèn đấy câu pram miền hà khảo và account នេះគឺជាសមាសធាតុរបស់ account ទីអញ្ចឹងវាជា component បាទមានតែ5តែប៉ុណ្ណឹងតែយើងបានឆ្លងកាត់ទៀតមកហើយបាទហើយខាងក្រោមជានីតិវិធីឬក៏ជំហានទី1យើងគេឲ្យយើងបិទគណនីចំណូលអញ្ចឹងនិយមន័យនេះបានឃើញកាលណាបិទគឺបិទឲ្យគណនីចំណូលនេះស្មើ0អញ្ចឹងជំហានទី1ក៏ត្រូវបិទគណនីចំណូលជាពាក្យបច្ចេកទេសនេះត្រូវតែចាំគេប្រាប់គេថា close all revenue account to income summary account đóសម្រាប់ជំហានទី1បាទជំហានទី2គេឲ្យបិទគណនីចំណណាយវិញម្ដងគេហៅថាជាប្រភេទ expand account ចូលក្នុងគណនីចំណូលសង្ខេបយើងដូចគ្នាគេប្រាប់ថា close all expand account to income summary account បាទនេះទូគាត់តែរៀបរាប់សិនទេចំណុចនេះយើងចាំទៅមើលគម្រោងយើងនៅ slide បន្តបាទចំណុចទី3គេឲ្យយើងបិទគណនីចំណូលសង្ខេប income summary account to capital account អញ្ចឹងកន្លែងនេះករណីមកមានក្រុមហ៊ុនយើងជាក្រុមហ៊ុនឯកកម្មសិទ្ធិគឺត្រូវបិទចូលក្នុងគណនីមូលធនបាទតែគេប្រាប់ថា close income summary account to capital account តែនៅជំហានទី4ចុងក្រោយរបស់យើងនេះគេឲ្យយើងបិទគណនីម្ចាស់ឬក៏តកែដកប្រើប្រាស់តខ្លួនចូលក្នុងគណនីមូលធនយើងដូចគ្នាអញ្ចឹងជាដំណើរការនៃការបិទបញ្ជីគឺអង្គការអនុវត្តតាមនីតិវិធីទាំង4ជំហានដែលគ្រូបានបង្ហាញនៅលើ slide យើងនេះហើយខាងក្រោមនេះគឺជាគំរូនៃការបិទបញ្ជីសម្រាប់ក្រុមហ៊ុនយើងជាប្រភេទក្រុមហ៊ុនឯកកម្មសិទ្ធិហើយជាប្រភេទក្រុមហ៊ុនសេវាកម្មចឹងក៏យើងបានឃើញគំរូមិញយើងបានអនុវត្តទាំង4ជំហានដោយអនុវត្តក្រោយពីគ្រូបានបង្ហាញគំរូចប់ហើយយើងទៅមើលលំហាត់អនុវត្តទី1យើងជាសំណួរទី8នៃកិច្ចការដែលយើងត្រូវរៀនបាទជំហានទី1ការយើងបិទគណនីចំណូលចូលក្នុងគណនីចំណូលសង្ខេបវាប្រាប់ថា close all revenue account to income summary account ចឹងដើម្បីបិទគណនីចំណូលតាមនិយមន័យនៃការបិទបញ្ជីរបស់យើងគឺបិទឲ្យវាស្មើអីបាទគឺស្មើ0កាលណាស្មើ0គឺអូនត្រូវដឹងថាដើម្បីបិទគណនីមួយឲ្យស្មើ0យើងត្រូវផ្ទេរគណនីនេះឲ្យបញ្ច្រាស់ពីសកលដើមនៃក្រុមគណនីដែលកើតមានជំហានទី1បាត់ចំណូលយើងត្រូវដឹងថាតើចំណូលរបស់ក្រុមហ៊ុនកើនខាងណាចំណូលវាជាប្រភេទអីដែរយើងឃើញឈ្មោះអីដែរចំណូលយើងជា revenue កាលណាចំណូលរបស់ក្រុមហ៊ុនយើងកើនខាងណាបាទគឺកើនខាង credit ដើម្បីបិទគណនីចំណូលឲ្យស្មើ0ក៏ត្រូវផ្ទេរគណនីដែលត្រូវបិទនេះឲ្យបញ្ច្រាស់ពីសកលដើមអញ្ចឹងត្រូវផ្ទេរគណនីចំណូលនេះមកខាងdebit វិញម្ដងហើយដល់គណនីដែលចាំទទួលផលគេហៅថាជាចំណូលសង្ខេប income summary account ឧទាហរណ៍ចំណូលរបស់យើង$500ជាសាច់ប្រាក់អញ្ចឹងកន្លែងនេះ income summary នេះវាចាំទទួលទៅដល់ពីចំណូលដែលបោះទៅឲ្យគេអញ្ចឹងទៅករណីមានតើតួជាអ្នកទទួលផលអញ្ចឹង income summary ជំហានទី1វាចាំទទួលផលពីបាទគណនីចំណូលដែលôngបានបិទនោះសម្រាប់គម្រោងជំហានទី1ជំហានទី2ក៏យើងបិទគណនីចំណាយចូលក្នុងគណនីចំណូលសង្ខេបដែលគេប្រាប់ពីថា close all expense account to income summary account បិទគណនីចំណាយចូលក្នុងគណនីចំណូលសង្ខេបវិញម្ដងចឹងបិទចំណាយកាលណាបិទចំណាយឲ្យបាទស្មើ0ដូចគ្នាដើម្បីបិទគណនីចំណាយឲ្យស្មើ0គឺអូនត្រូវដឹងថាតើចំណាយវាជាប្រភេទអីចឹងយើងបានស្គាល់ថាចំណាយជាប្រភេទ expense account កាលណាចំណាយរបស់ក្រុមហ៊ុនយើងកើតគឺកើតខាងបាទ debit ដើម្បីបិទគណនីចំណាយឲ្យស្មើ0ក៏ត្រូវផ្ទេរគណនីចំណាយទាំងអស់ឲ្យបញ្ច្រាស់ពីសកលដើមអញ្ចឹងផ្ទេរនេះទៅខាង credit ទាំងអស់ជាប្រភេទប្រតិបត្តិការចំណាយយើងបាទមានប្រមាណហើយដល់ income summary វាដើរតួជាអ្នកទទួលផលពីគណនីចំណាយដែលយើងបានបិទឧទាហរណ៍បូកចំនួនទឹកប្រាក់ទាំងអស់នឹងចូលគ្នាយើងឃើញ1000បាទ income summary នៅជំហានទី2វាចាំទទួលទៅន័យពី
បាទចំណាយដែលយើងបានបិទឃើញបានដាក់ប៉ុណ្ណឹងមកវិញហើយដើម្បីងាយស្រួលចាំក៏ករណីយើងបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យផ្នែកទី1 income summary និងផ្នែកទី1ជាប្រតិបត្តិការចំណងវាស្មើនឹង operating total operating revenue ហើយខាងក្រោមនេះវាស្មើនឹង total operating expense ដល់ពេលដែលយើងអនុវត្តរបាយការណ៍ហិរញ្ញវត្ថុមួយបាទជំហានទី3ឲ្យយើងបិទគណនី income summary account to capital account ជាគម្រោងគ្រប់គ្រាន់ឲ្យមាន2ករណីទី1យើងអនុវត្តសម្រាប់ក្រុមហ៊ុនចំណេញករណីទី2សម្រាប់ក្រុមហ៊ុនយើងខាតប៉ុន្តែយើងអនុវត្តនៅក្នុងមួយលំហាត់ឬក៏ក្នុងមួយករណីបរិច្ឆេទនៃគ្រាគណនីបាទគឺអូនជួបតែមួយករណីតែប៉ុណ្ណោះអត់មានធ្វើទាំងពីរទេជួបមួយតែយើងអនុវត្តមួយនេះបាទជំហានទី4ចុងក្រោយគេឲ្យយើងបិទគណនីម្ចាស់ឬក៏តកែដល់ប្រើប្រាស់ដល់ខ្លួនតែគេប្រាប់វាថា cross drawing គឺ withdrawal account to capital account ដូចគ្នាហើយបើយើងបានស្គាល់ draw វាជាប្រភេទអី draw ស្ថិតនៅក្នុងអីដែរបាទ owner equity កាលណាម្ចាស់ដល់ប្រើប្រាស់ដល់ខ្លួនធ្វើឲ្យទ្រព្យសម្បត្តិរបស់ម្ចាស់មិនដែរបាទថយចុះអញ្ចឹងទ្រព្យម្ចាស់យើងថយខាងណាថយខាងdebit ដើម្បីបិទគណនីទ្រព្យម្ចាស់ឬក៏ម្ចាស់ដល់ប្រើប្រាស់ដល់ខ្លួននេះឲ្យស្មើសមយើងត្រូវទេគេមកខាង credit វិញម្ដងទេមកខាងណាអញ្ចឹងកន្លែងនេះយើងគាត់តែមើលគំរូទាំង4ជំហានឬក៏នីតិវិធីទាំង4ជំហាននេះចប់បាទក្នុងនឹងអាហារសម្រាប់លំហាត់អនុវត្តដែលយើងកំពុងរៀននេះគឺលំហាត់ក្រុមហ៊ុន Daro ដែលយើងបានរៀបចំកាលពីម៉ោងមុនដល់បាទសំណួរទី7ជារបាយការណ៍ហិរញ្ញវត្ថុដល់សំណួរទី8នៅក្នុងប្រធានលំហាត់របស់យើងនេះក៏យើងត្រូវអនុវត្តបាទដំណើរការឬក៏នីតិវិធីក្នុងការបិទបញ្ជីទាំង4ជំហាននៅលើ slide ដែលគ្រូបានបង្ហាញនេះបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមទៅមើលលំហាត់យើងជាក់ស្ដែងតែម្ដងតើយើងបិទយ៉ាងដូចម្ដេចហើយដើម្បីរៀបចំបិទបញ្ជីរបស់យើងបានត្រឹមត្រូវក៏ត្រូវចាំពាក្យបច្ចេកទេសគឺជាដំណើរការនៃការបិទបញ្ជីទាំង4ជំហានជំហានទី1យើងបិទគណនីអីអញ្ចឹងដើម្បីបិទឲ្យបានត្រឹមត្រូវទៅចាំពាក្យបច្ចេកទេសទាំងអស់នេះហើយតាមលំដាប់លំដោយមានន័យថាពេលដែលអូនបិទបញ្ជីក៏ត្រូវរៀបចំតាមលំដាប់លំដោយដែរជំហានទី1ត្រូវរៀបចំបិទគណនីអីជំហានទី2ត្រូវបិទគណនីអីបាទអញ្ចឹងជាដំណើរការនៃការបិទបញ្ជីបាទឥឡូវមើលជាពាក្យបច្ចេកទេសមើលក្រោយពីគ្រូបានបង្ហាញចប់ហើយយើងចាំឈ្មោះអីខ្លះគេបិទអីទៅអីបាទនេះបិទបញ្ជីអញ្ចឹងបិទបញ្ជីជាភាសាខ្មែរយើងគេប្រើពាក្យថាបាទជាពាក្យបច្ចេកទេសរបស់យើងគេប្រើពាក្យថា closing entry បាទនេះគ្រូសរសេរទាំងពីរសិនណាបិទបញ្ជីបាទ closing entry បាទអញ្ចឹងបិទបញ្ជីត្រូវបានធ្វើឡើងនៅចុងគ្រាឬចុងការីបរិច្ឆេទដោយធ្វើឲ្យសូន្យនៅគណនីដែលត្រូវបិទកាលណាបិទដូចនិយមន័យដែលគ្រូបានបង្ហាញយើងអញ្ចឹងបាទគឺបិទគណនីណាដែលត្រូវបិទគឺបិទឲ្យវាស្មើសូន្យអញ្ចឹងជាអត្ថន័យនៃការបិទបញ្ជីហើយដើម្បីបិទបញ្ជីបានគឺអូនត្រូវមើលទិន្នន័យដែលមាននៅក្នុងតារាងដែលយើងបានរៀបចំបាទជា adjustment trial balance ដែលយើងរៀបចំរួចអញ្ចឹងយើងនឹងអនុវត្តតាមគំរូឬក៏នីតិវិធីទាំង4ជំហានដោយគ្រូបានបង្ហាញអញ្ចឹងជាពាក្យបច្ចេកទេសសម្រាប់យើងដំណើរការនៃការបិទបញ្ជីជំហានទី1ក៏អូនទៅរៀបចំតាមលំដាប់បាទគេប្រើពាក្យអី close អីទៅអីមិញជំហានទី1បិទគណនីអីបិទគណនីចំណូលចូលក្នុងគណនីចំណូលសង្ខេបគេប្រើពាក្យអីគេតែមើលហើយឈ្មោះអីដែរបាទបិទគណនីចំណូលចូលក្នុងគណនីចំណូលសង្ខេបគេប្រើពាក្យអីមិញហើយបើយើងអត់ចាំផងទៅបិទតាមណាវិញ close បាទ close អីដែរ all revenue account បាទ to income summary account បិទគណនីចំណូលចូលក្នុងគណនីចំណូលសង្ខេបអញ្ចឹងជាដំណើរការនេះត្រូវចាំណាអូនគំរូយើងត្រូវអនុវត្តតាមនីតិវិធីទាំង4ជំហាននឹងត្រូវចាំជំហានទី1បិទអីហើយបើយើងជំហានទី1អត់ដឹងបិទឈ្មោះអីផងបាទអញ្ចឹងនេះជាគំរូនៃការបិទបញ្ជីរបស់យើងសម្រាប់ក្រុមហ៊ុនយើងជាប្រភេទក្រុមហ៊ុនឯកកម្មសិទ្ធិបាទគ្រូបញ្ជាក់ឡើងវិញនៅក្នុងនេះអញ្ចឹងជាដំណើរការនៃការបិទបញ្ជីយើងមកមើលទិន្នន័យនៅក្នុងតារាងជាសញ្ញាកិច្ចការឬក៏ adjustment trial balance ឧទាហរណ៍ថាពេលដែលប្រឡងឬក៏រៀបចំកិច្ចការក្រោយពីយើងបានកែតម្រូវចប់បាទគ្រូនឹងឲ្យទិន្នន័យជាតារាងរបស់យើងនេះគឺមានចន្លោះត្រឹមចន្លោះទី3តែប៉ុណ្្នឹងមិនថារៀបចំរបាយការណ៍ហិរញ្ញវត្ថុឬក៏បិទបញ្ជីទេត្រូវយកទិន្នន័យចេញពី adjustment trial balance នៅចន្លោះទី3បាទហើយដល់ចន្លោះទី4និងចន្លោះទី5ដែលយើងបានរៀបចំសញ្ញាកិច្ចការកាលពីម៉ោងមុននេះក៏បានមកពីការផ្ទេរទិន្នន័យចេញពីចន្លោះទី3និងចន្លោះ
បាទចន្លោះទី3ទៅចន្លោះទី4និងចន្លោះទី5យើងដូចគ្នាអញ្ចឹងទិន្នន័យក៏នៅតែចន្លោះទី3ដូចគ្នាក្រោយពីយើងធ្វើការកែតម្រូវបានត្រឹមត្រូវអញ្ចឹងតាមនីតិវិធីឬក៏គំរូនៃការបិទបញ្ជីរបស់យើងបាទជំហានទី1ក៏បិទទៅលើគណនីចំណូលអញ្ចឹងយើងមកមើលតាក់ទងមួយចំណូលកាលណាយើងមានតារាងហ្នឹងហើយយើងមកមើល account name យើងបានតម្រៀបគណនីតាមលំដាប់ពី asset រហូតដល់ expense នៅក្នុងគណនីទាំង5របស់យើងជំហានទី1គឺយើងបិទទៅលើក្រុមគណនីចំណូលអញ្ចឹងយើងមកមើលតាផ្នែក revenue account ចំណូលយើងមានប៉ុន្មានគណនីបាទចំណូលមានឈ្មោះអី service បាទ service revenue អញ្ចឹងចំណូលយើងគ្រូបញ្ជាក់5មិញត្រូវយកទិន្នន័យចេញពីចន្លោះទី3អញ្ចឹងយើងកលេចមើលចំណូលរបស់យើងចំណូលយើងកើនខាងណាអូនឃើញទេនៅខាងណា credit ដើម្បីបិទគណនីចំណូលគឺបិទឲ្យវាស្មើអីស្មើ0កាលណាស្មើ0ក៏អូនត្រូវផ្ទេរគណនីដែលជាចំណូលរបស់ក្រុមហ៊ុនឲ្យបញ្ច្រាស់ពីសកម្មផលដើមអញ្ចឹងសកម្មផលដើមរបស់យើងបានមកមើលនៅក្នុងតារាងនេះដែលមានតម្លៃឬក៏ចំនួនទឹកប្រាក់ 12,500 បាទវាកើននៅខាង credit ដើម្បីបិទឲ្យវាស្មើ0យើងត្រូវផ្ទេរវាទៅខាងណាវិញបាទគឺផ្ទេរវាទៅខាង debit យើងវិញម្ដងអញ្ចឹងជំហានទី1ក៏អូនត្រូវកត់ត្រានៅគណនីទី1របស់យើងដូចគ្នាបាទដោយសារក្រុមចំណូលយើងក៏យើងបានរៀនដែរវាមានតែមួយគណនីទេគេឲ្យឈ្មោះថា service revenue បាទចំណូលពីការបម្រើសេវាកម្មឬក៏ចំណូលពីការបំពេញសេវាកម្មអញ្ចឹងជាដំណើរការនៃការបិទបញ្ជីសម្រាប់ក្រុមទី1ក៏បិទទៅលើក្រុម revenue account ជាចំណូលរបស់ក្រុមហ៊ុន 12,500 ហើយទិន្នន័យនេះត្រូវយកចេញពីចន្លោះទី3បាទហើយដល់ករណីចំណូលយើងមានតែមួយគណនីបែបហ្នឹងគឺអូនត្រូវផ្ទេរគណនីនេះចូលក្នុងគណនីចំណូលសង្ខេបដែលគេប្រើពាក្យថា income summary អញ្ចឹង income summary នេះវាដើរតួជាអ្នកទទួលផលពីគណនីចំណូលដែលយើងបានបិទកាលណាចំណូលយើងប្រមាណ income summary វាទទួលប៉ុណ្ណឹងអញ្ចឹងជាដំណើរការនៃការបិទបញ្ជីសម្រាប់ជំហានទី1ហើយពេលប្រឡង final យើងវាស់ជំហានដាក់ពិន្ទុណាមកជំហាន5ពិន្ទុនេះជំហានទី1យើងមានតែប៉ុណ្ណឹងចប់ហើយដោយសារអីក្រុមចំណូលយើងមានតែមួយបាទចូលដល់ជំហានទី2ជំហានទី2យើងគេប្រើពាក្យអីបាទ close អីដែរ close all expense បាទ expense account to income summary account ត្រូវបិទគណនីចំណាយចូលក្នុងគណនីចំណូលសង្ខេបដូចគ្នាអញ្ចឹងមានន័យថាចំណូលសង្ខេបនេះវាដើរតួចាំតែទទួលផលពីគេតែប៉ុណ្្នឹងមានន័យថាគណនីដែលអូនត្រូវបិទជំហានទី1បិទចំណូលជំហានទី2បិទចំណាយអញ្ចឹងអាចំណូលចំណាយវាដើរតួជាអ្នកទទួលទិន្នន័យពីគេអញ្ចឹងឥឡូវយើងទៅមើលក្រុម expense account កាលណាយើងមានតារាងហើយយើងអត់មានអីប្រមាណទេយើងគ្រាន់តែមកមើលទិន្នន័យដែលមានស្រាប់យើងទៅបិទឬក៏រៀបចំឲ្យបានត្រឹមត្រូវយើងក៏លេខមើលប្រតិបត្តិការពីប្រតិបត្តិការទី19រហូតដល់ប្រតិបត្តិការចុងក្រោយទី28សុទ្ធតែជាក្រុមអី expense account ឃើញទេសុទ្ធតែជាចំណាយអញ្ចឹងចំណាយដែលអូនត្រូវបិទមានគណនីពីប្រតិបត្តិការទី19រហូតដល់ប្រតិបត្តិការចុងក្រោយរបស់យើងគឺបាទ28អញ្ចឹងត្រូវស្រង់ទិន្នន័យចេញពីចន្លោះទី3យកទៅរៀបចំបិទបញ្ជីបន្តមកទៀតយើងក៏លេខមើលនេះចំណាយយើងកើនខាងណា debit ដើម្បីបិទចំណាយឲ្យស្មើ0យើងត្រូវផ្ទេរវាឲ្យបញ្ច្រាស់ពីសកម្មផលដើមនៅគណនីដែលកើតមានអញ្ចឹងផ្ទេរវាទៅខាងណាវិញបាទគឺផ្ទេរវាទៅខាង credit ទាំងអស់សម្រាប់គំរូរបស់យើងក៏យើងបានឃើញដូចគ្នាអញ្ចឹងមានគណនីអីគេខ្លះគ្រូរៀបរាប់ហើយគ្រូនឹងស្រង់គណនីទាំងអស់ហ្នឹងបាទទី1 salary expense ចំណាយទៅលើប្រាក់ខែបុគ្គលិកចំនួន 3000 ទី2 utility expense 300បាទទី3 other expense 400ទី4 interest expense យើងនេះបាទ300 gasoline expense 500 office supply expense 150 insurance expense 100 advertising expense 500 depreciation expense building 400ហើយនឹងបាទ depreciation expense vehicle 200អញ្ចឹងស្រង់វាអស់ហើយផ្ទេរឲ្យបញ្ច្រាស់ពីសកម្មផលដើមអញ្ចឹងឥឡូវក្រោយពីគ្រូបានរៀបរាប់ក្រុមបាទ expense account យើងហើយយើងចាប់ផ្ដើមមកបិទដល់ហើយយើងបិទឲ្យបញ្ច្រាស់ពីសកម្មផលដើមកាលណាសកម្មផលដើមគណនីដែលចាំទទួលផលគឺវាមានឈ្មោះថា income summary តាមគំរូដែលគ្រូបានកត់ឲ្យហើយកន្លែងនេះអូនអត់ទាន់ច្បាស់ទេ income summary កន្លែងនេះបាទមានន័យថាយើងទុកវា available សិនថាយើងអត់ទាន់បំពេញចំនួនទឹកប្រាក់ប្រមាណទេតែបើករណីយើងច្បាស់ហើយកន្លែងនេះគឺវាស្មើមួយ total operating បាទ expense អញ្ចឹងឥឡូវគ្រូផ្ទេរ expense មួយដើម្បីកុំឲ្យច្រឡំយើងរៀបរាប់តាមលំដាប់មកទី1 salary expense ចំណាយទៅលើប្រាក់ខែបុគ្គលិកបាទចំនួនទឹកប្រាក់ប្រមាណយើងមើលនៅក្នុងតារាងរបស់យើងមានស្រាប់ដោយគ្រូបានបង្ហាញមិញ3000ដាក់3000អញ្ចឹងមកណាគណនីទី1ទី2ចំណាយទៅលើអីទៀតការប្រើប្រាស់ទឹកភ្លើងឬក៏ថាមពលដែលគេប្រើពាក្យថា utility expense អញ្ចឹងទឹកភ្លើងឬក៏ថាមពលយើងប្រើពាក្យថា utility ណាអត់មានប្រើ electronic and water អីទេគឺអត់មានទេបាទនៅតែ utility យើងដូចគ្នា
ទី3 other expense ចំណាយផ្សេងចឹងចំណាយផ្សេងគឺសំដៅទៅលើចំណាយដែលក្រុមហ៊ុនទិញបាទសម្ភារៈតូចតាចឬក៏ផ្សេងជាច្រើននេះយើងបូកវាចូលគ្នាសរុបទាំងអស់ហ្នឹងគេហៅថាជាចំណាយផ្សេងបាទចំណាយទី4របស់យើងគឺចំណាយទៅលើការប្រាក់ដែលគេឲ្យឈ្មោះថាជា interest expense បាទដែលមានតម្លៃឬក៏ចំនួនទឹកប្រាក់300គណនីបន្តទៀតគណនីទី5គឺចំណាយទៅលើការប្រើប្រាស់ប្រេងសាំងឬក៏ឥន្ធនៈដែលយើងប្រើពាក្យថា gasoline expense បាទ500ចឹងស្រង់វាអស់មកបន្តមកទៀតចំណាយទៅលើអីទៀតសម្ភារៈការិយាល័យនេះគេឲ្យឈ្មោះថា office supply expense ចឹងចំណាយទៅលើសម្ភារៈការិយាល័យដែលមានតម្លៃឬក៏ចំនួនទឹកប្រាក់បាទ150ចឹង150ចឹងដាក់150បាទបន្តមកទៀតចំណាយទៅលើធានារ៉ាប់រងដែលយើងប្រើពាក្យថា insurance expense បាទអញ្ចឹងទិន្នន័យដែលគ្រូបានបង្ហាញនេះគឺមាននៅក្នុងតារាងរបស់យើងដែលយើងបានឃើញមិញហើយតកតងមួយប្រតិបត្តិការទី19រហូតដល់ប្រតិបត្តិការចុងក្រោយគឺទី28បាទបន្តមកទៀតចំណាយទៅលើការផ្សាយពាណិជ្ជកម្មណា advertising expense បាទចំនួនទឹកប្រាក់500គណនីបន្តទៀតតកតងជាមួយនឹងចំណាយរំលោះទៅលើអគារអញ្ចឹងយើងទៅសេកាត់ពាក្យនេះមកពីពាក្យថា depreciation ហើយដល់យើងថែមនេះគឺ depreciation expense បាទ building គឺចំណាយរំលោះទៅលើអគារបាទអញ្ចឹងចំនួនទឹកប្រាក់400ហើយនឹងគណនីចុងក្រោយដែលជាប្រតិបត្តិការចំណាយឬក៏គណនី expense អូនត្រូវបិទនេះគេឲ្យឈ្មោះថាជាប្រភេទគណនីចំណាយរំលោះទៅលើរថយន្តបាទគេប្រើពាក្យថា vehicle អញ្ចឹងសម្រាប់ក្រុម expense យើងមានប៉ុណ្ណឹងហើយដល់មានប៉ុណ្ណឹងហើយគឺអូនត្រូវសរុបវាត្រូវផ្ទេរវាចូល income summary account ណាចំនួនទឹកប្រាក់200អញ្ចឹងយើងក្រោយពីយើងផ្ទេរចប់ហើយក៏អូនត្រូវធ្វើផលបូកក្រុមនៃគណនីដែលយើងបានបិទនេះកាលណាយើងបិទចំណាយកន្លែងនេះចំណាយមានប្រមាណគណនីយើងបិទវាហើយយើងធ្វើផលបូកហើយត្រូវផ្ទេរវាចូលគណនីចំណូលសង្ខេបបាទដែលមានឈ្មោះថា income summary account 5800បាទ850នេះជាចម្លើយយើងសម្រាប់ជំហានទី2អញ្ចឹងបើករណីôngបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលគ្រូបានបញ្ជាក់មិញនេះផ្នែកទី1 income summary វាស្មើមួយ total operating revenue ដល់ផ្នែកទី2វាស្មើមួយ total operating expense income summary នៅជំហានទី1និងជំហានទី2ប៉ុន្តែយើងត្រូវដឹងថាវានៅខាងណា debit ឬក៏ credit នេះសម្រាប់គំរូនៃការបិទបញ្ជីឬក៏នីតិវិធីនៃការបិទបញ្ជីជំហានទី2ជំហានទី3ជំហានទី3នេះក៏ឲ្យយើងបិទគណនី income summary account វិញម្ដងអញ្ចឹង income summary ហ្នឹងតើគណនី income summary បានមកពីណាបាទជំហានទី3របស់យើងក៏ឲ្យឈ្មោះថា close income summary account to capital account មានន័យថាគឺអូនត្រូវបិទគណនីចំណូលសង្ខេបដែលយើងបានបាទកើតមានឡើងនៅក្នុងជំហានទី1និងជំហានទី2អញ្ចឹងកន្លែងនេះបើករណីយើងច្បាស់ហើយអត់មានអីពិបាកទេក៏យើងនៅតែមើលរបាយការណ៍ហិរញ្ញវត្ថុយើងដូចគ្នាអញ្ចឹងនេះបើករណីអូនច្បាស់ហើយយើងឃើញ income summary កន្លែងជំហានទី3វាស្មើមួយ net income មានន័យថាករណីក្រុមហ៊ុនចំណេញគឺអូនអនុវត្តតាមគំរូដែលគ្រូបានកត់ឲ្យផ្នែកទី1ប៉ុន្តែបើករណីយើងអត់ទាន់ច្បាស់ទេកន្លែងហ្នឹងយើងនៅសពិចសពិលតើ income summary យើងនៅកន្លែងណាបាទកន្លែងនេះក៏អូនត្រូវគូសអក្សរ T មួយមកដើម្បីបង្ហាញ balance របស់ income summary តែ income summary ហ្នឹងវាមាននៅសមតុល្យនៅខាងណាហើយដើម្បីបិទ income summary ដូចបានស្គាល់ជានិយមន័យរបស់យើងគឺត្រូវបិទវាឲ្យស្មើ0វិញម្ដងអញ្ចឹងកន្លែងនេះគ្រូបង្ហាញទាំង2 step បាទជំហានទី1គឺយើងត្រូវស្រង់ទិន្នន័យដែលជា income summary ដែលយើងបានឃើញដំណើរការនៃការបិទបញ្ជីជំហានទី1យើងបិទចំណូលចូលក្នុងគណនីចំណូលសង្ខេបមានន័យថាវាកើតមានគណនីចំណូលសង្ខេបនៅជំហានទី1បាទសមតុល្យនៃអក្សរ T យើងបានដឹងដូចគ្នាខាងឆ្វេងនិងខាងស្ដាំនៃខាងឆ្វេងដៃ debit ខាងស្ដាំ credit អញ្ចឹង credit គ្រូស្រង់យកមកជំហានទី2ក៏កើតមាន income summary យើងដូចគ្នាបាទចំនួនទឹកប្រាក់5850វានៅខាង debit យើងវិញម្ដងអញ្ចឹងស្រង់យកវាមកគណនាដើម្បីរក balance income summary តើវានៅសល់ខាងណាដោយអនុវត្តតាមគំរូនៃសៀវភៅធំក្រោមទម្រង់អក្សរ T ឬក៏យើងហៅកាត់ថា T account ហើយក៏យើងបានរៀនដូចគ្នាបាទសៀវភៅធំក្រោមទម្រង់អក្សរ T នៅពេលអូនអនុវត្តយើងត្រូវគណនាដោយដកវាចេញមានថាសមតុល្យទាំងពីរផ្ទុយគ្នាយើងរក balance income summary វាសល់ខាងណាដែលមានទិន្នន័យឬក៏ចំនួនទឹកប្រាក់ធំជាងដោយអនុវត្តតាមគំរូនៃសៀវភៅធំក្រោមទម្រង់អក្សរ T យើងនេះអញ្ចឹងជាចម្លើយរបស់ income summary ក៏អូនត្រូវគណនាទៅឃើញចម្លើយយើង6000បាទ650បាទជាចម្លើយចុងក្រោយយើងគូសបន្ត2ជាន់អញ្ចឹងនេះជាគំរូបើករណីយើងអត់ទាន់ច្បាស់ទេយើងរក balance income summary ឃើញដល់ជំហានទី3ក៏ឲ្យយើងបិទអី
cứ bắt income summary cái nào bắt cứត្រូវធ្វើឲ្យ cái អ្នកនេះ នឹង ស្មើ 0 អញ្ចឹង កាលណា ត្រូវ ធ្វើ ឲ្យ វា ស្មើ 0 មាន ថា យើង ត្រូវ ផ្ទេ cái អ្នកនេះ income summary ដែល យើង ត្រូវ បិទ ឲ្យ បាន ច្រាស់ ពី សកល ដល់ ដើម ឥឡូវ គ្រូ បាន បង្ហាញ ជា អក្សរ T balance របស់ វា ដែល នៅ សល់ គឺ វា នៅ សល់ ខាង credit ដើម្បី បិទ ឲ្យ វា ស្មើ 0 យើង ត្រូវ ផ្ទេ វា ទៅ ខាង ណា វិញ ផ្ទេ ទៅ ខាង ណា វិញ បាទ អញ្ចឹង ត្រូវ ផ្ទេ income summary របស់ យើង ទៅ ខាង debit វិញ ម្ដង អញ្ចឹង មិន ឃើញ balance វា នៅ ខាង credit ហើយ income summary នៅ ខាង credit ដដែល ទេ គឺ ខុស ហើយ មាន ន័យ ថា នៅ ពេល ដែល អូន បិទ បញ្ជី គឺ បិទ ឲ្យ ស្មើ 0 នៅ cái អ្នកនេះ ដែល ត្រូវ បិទ កាលណា បិទ ឲ្យ ស្មើ 0 គឺ យើង ត្រូវ ផ្ទេ cái អ្នកនេះ ដែល ត្រូវ បិទ ឲ្យ បាន ច្រាស់ ពី សកល ដល់ ដើម ហើយ បិទ ចូល ក្នុង cái អ្នកនេះ អី គឺ បិទ ចូល ក្នុង cái អ្នកនេះ មូលធន មាន ន័យ ថា គឺ ផ្ទេ ទៅ ចូល cái អ្នកនេះ មួយ ឈ្មោះ ថា capital account បាទ capital កន្លែង នេះ គឺ វា ស្មើ ជាមួយ នឹង balance income summary ដែល អូន ត្រូវ បិទ អញ្ចឹង យើង ឃើញ ទេ ធូរ cái អ្នកនេះ មួយ ណា cái អ្នកនេះ នឹង វា ចាំ ទទួល ផល ពី គេ capital កន្លែង នេះ គឺ បាន មក ពី ការ ទទួល ទិន្នន័យ ពី income summary ដែល យើង ត្រូវ បិទ ហើយ មិន មែន ទៅ យក capital ដែល មាន នៅ ក្នុង តារាង យក មក បិទ ទេ គឺ ខុស ហើយ មាន គ្នា យើង ខ្លះ គាត់ ទៅ យក balance របស់ capital នេះ បាទ យក មក ដាក់ ទៅ បិទ អញ្ចឹង កន្លែង នេះ គឺ ខុស ហើយ អត់ មាន យក balance របស់ capital ទៅ បិទ ទេ បាទ សម្រាប់ cái អ្នកនេះ capital យើង នេះ មិន យក 96,000 ទៅ បិទ ទេ នោះ សម្រាប់ ជំហាន ទី 3 អញ្ចឹង វា ចាំ ទទួល ទិន្នន័យ ពី បាទ income summary មក សម្រាប់ ជំហាន ទី 3 បាទ ជំហាន ចុង ក្រោយ របស់ យើង នេះ ក៏ អូន បិទ cái អ្នកនេះ ម្ចាស់ ឬ ក៏ តកែ ដល់ ប្រើប្រាស់ តខ្លួន គេ ប្រើ ពាក្យ ថា drawing ឬ ក៏ withdrawal account របស់ យើង នេះ បាទ ចូល ក្នុង cái អ្នកនេះ មូលធន ដូច គ្នា មាន ន័យ ថា យើង បិទ ទៅ លើ cái អ្នកនេះ ឈ្មោះ ថា draw ហើយ ក៏ មិន មែន បិទ capital ដូច គ្នា អញ្ចឹង កាលណា បិទ draw គឺ បិទ draw ឲ្យ ស្មើ 0 កាលណា បិទ draw ឲ្យ ស្មើ 0 អូន ទៅ មើល cái អ្នកនេះ draw យើង តើ វា មាន សកល នៅ ខាង ណា អញ្ចឹង មក មើល មក draw បាទ ចំនួន ទឹកប្រាក់ ដូច គ្រូ បាន បញ្ជាក់ មិញ ទៅ យក ចេញ ពី ចិត្ត ឡោះ ទី 3 ហើយ draw វា នៅ ខាង ណា debit ដើម្បី បិទ draw ឲ្យ ស្មើ 0 យើង ត្រូវ ផ្ទេ draw នេះ ឲ្យ បាន ច្រាស់ ពី សកល ដើម កាលណា វា កើត មាន នៅ ខាង debit យើង ត្រូវ ផ្ទេ វា ទៅ ខាង credit វិញ ម្ដង បាទ ដើម្បី បិទ ឲ្យ វា ស្មើ 0 នឹង អញ្ចឹង debit បាទ គឺ អូន កត់ ត្រា cái អ្នកនេះ ឈ្មោះ ថា capital របស់ យើង នឹង ហើយ ទឹកប្រាក់ ប្រមាណ គឺ វា ស្មើ មួយ cái អ្នកនេះ draw ដែល យើង បាន បិទ អញ្ចឹង កន្លែង នេះ គ្រូ អត់ ទាន់ បំពេញ ទឹកប្រាក់ ទេ គ្រូ បំពេញ ពី draw ទៅ មុន បាទ ដោយសារ តែ draw យើង ម្ចាស់ ដក 1000 អញ្ចឹង 1000 កន្លែង នេះ បាន មក ពី ណា គឺ បាន មក ពី បាទ បិទ ទៅ លើ cái អ្នកនេះ draw ជា ចម្លើយ ម្ចាស់ ឬ ក៏ តកែ ដល់ ប្រើប្រាស់ តខ្លួន ហើយ ដល់ capital ជំហាន ទី 4 គឺ វា បាន មក ពី ការ ទទួល ទិន្នន័យ ពី cái អ្នកនេះ draw យើង ដូច គ្នា អញ្ចឹង ចប់ សម្រាប់ ដំណើរ ការ នៃ ការ បិទ បញ្ជី ទាំង 4 ជំហាន បាទ មាន តែ ប៉ុណ្្នឹង អញ្ចឹង ការងារ របស់ គណនេយ្យករ ក្រោយ ពី រៀបចំ របាយការណ៍ ហិរញ្ញវត្ថុ ចប់ គឺ ត្រូវ ចេះ បិទ បញ្ជី ប្រចាំ គ្រា ឬ ក៏ ប្រចាំ ការិយាបរិច្ឆេទ អញ្ចឹង អនុវត្ត តាម នីតិវិធី ឬ ក៏ step ទាំង 4 ហ្នឹង ហើយ បើ ករណី ដូច គ្រូ បាន បញ្ជាក់ មិញ បើ ប្រឡង final មាន ចំណុច បិទ បញ្ជី នេះ គឺ 20 ពិន្ទុ នោះ សម្រាប់ គំរូ បិទ បញ្ជី របស់ យើង ដែល យើង បាន ឃើញ នេះ បាទ មួយ ជំហាន 5 ពិន្ទុ អញ្ចឹង 4 ជំហាន 20 ពិន្ទុ ស៊ី ផុយ ឯង ប៉ុណ្ណឹង ជឿជាក់ ឯង បាទ អត់ មាន ស៊ី តិច ទេ គឺ ស៊ី ឲ្យ ផុយ តែ ម្ដង អញ្ចឹង ជា ដំណើរ ការ នៃ ការ បិទ បញ្ជី ដូច គ្រូ បាន បញ្ជាក់ អញ្ចឹង មាន 4 ជំហាន ដូច យើង បាន ឃើញ លើ slide សំខាន់ ជាង គេ ត្រូវ ចាំ ពាក្យ បច្ចេកទេស ជា ដំណើរ ការ នៃ ការ បិទ បញ្ជី សម្រាប់ step នីមួយៗ ជំហាន ទី 1 ទៅ បិទ គណនី ចំណូល ចូល ក្នុង គណនី ចំណូល សង្ខេប អញ្ចឹង ចំណូល ចូល ក្នុង គណនី ចំណូល សង្ខេប វា មាន អត្ថន័យ យ៉ាង ដូចម្ដេច នេះ យើង ឃើញ ជា ពាក្យ បច្ចេកទេស ដែល យើង បាន ស្គាល់ អញ្ចឹង ត្រូវ ចាំ ថា ប្រើ ពាក្យ បច្ចេកទេស ទាំង អស់ សម្រាប់ ដំណើរ ការ នៃ ការ បិទ បញ្ជី យើង បាទ មាន ប៉ុណ្ណឹង បាទ អត់ តាន់ ដឹង ទេ បាទ វា អាច មាន 2 ឬ ក៏ 3 សំណួរ ប៉ុណ្ណឹង